នាយករដ្ឋមន្ត្រីថៃលោកអនុทิនឆានវីរៈគូនបានប្រកាសនៅពេលថ្មីៗនេះថាទីក្រុងបាងកកនឹងឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី1លើ200,000ជាមួយនឹងកម្ពុជាដែលជាមាត្រដ្ឋានផែនទីបន្សល់ទុកពីសម័យអាណានិគមនិយមបារាំងការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃដូចនេះធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសបារាំងដែលលោកបានជួបពិភាក្សាការងារជាមួយនឹងប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងអ្នកជំនាញផ្នែកច្បាប់នៅកម្ពុជាមួយចំនួនយល់ថាការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃបែបនេះជាការបិទផ្លូវចរចាព្រំដែនទាំងស្រុងជាមួយកម្ពុជានិងអាចត្រៀមប្រើប្រាស់កម្លាំងយោធាវាយប្រហារជាលើកទី3ចូលទឹកដីកម្ពុជាហេតុអ្វីនាយករដ្ឋមន្ត្រីថៃប្រកាសឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី1លើ200,000ជាមួយកម្ពុជាលោកបណ្ឌិតកិនភៀអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថាអ្វីដែលនាយករដ្ឋមន្ត្រីថៃបានលើកឡើងពីការឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី1លើ200,000បញ្ជាក់ច្បាស់ថាថៃកំពុងយកបញ្ហាព្រំដែនជាមួយកម្ពុជាធ្វើជាចំណាប់ខ្មាំងនយោបាយផ្ទៃក្នុងសម្រាប់ខ្ញុំយល់ឃើញថាអ្វីដែលលោកអនុទានបានលើកឡើងពាក់ព័ន្ធជាមួយនឹងអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ក៏ដូចជាផែនទីឧបសម្ព័ន្ធនៃសន្ធិសញ្ញានិងអនុសញ្ញានេះគឺបញ្ជាក់ច្បាស់ណាស់ថានាយករដ្ឋមន្ត្រីថៃរូបនេះកំពុងតែយកបញ្ហាព្រំដែនកម្ពុជាធ្វើជាចំណាប់ខ្មាំងដើម្បីបង្វែរការចាប់អារម្មណ៍ពីវិបត្តិនយោបាយផ្ទៃក្នុងដ៏វឹកវីវិបត្តិសេដ្ឋកិច្ចហើយនិងការប្រកួតប្រជែងអំណាចផ្ទៃក្នុងរបស់ប្រទេសថៃខ្លួនឯងហ្នឹងដូចយើងដឹងហើយថានៅពេលណាដែលថៃមានបញ្ហាអស្ថិរភាពនយោបាយវិបត្តិសេដ្ឋកិច្ចឬក៏ការប្រកួតប្រជែងអំណាចផ្ទៃក្នុងវឹកវីនោះគឺគេតែងតែយកបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាយើងដើម្បីដុតបញ្ឆេះបង្កើតជាវោហារសាស្ត្រនយោបាយជាតិនិយមជ្រុលបង្កើតរូបភាពជាអ្នកការពារអធិបតេយ្យនិងបូរណភាពទឹកដីហើយក៏បង្កើតរូបភាពជាអ្នកការពាររាជានិយមដ៏លើសលប់ដើម្បីកេងចំណេញនយោបាយនិងប្រជាប្រិយភាពរបស់ខ្លួនលោកវ៉ាន់ចាន់ឡូតអ្នកជំនាញផ្នែកច្បាប់និងជាអ្នកវិភាគឯករាជ្យកត់សម្គាល់3ចំណុចជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃតាក់ទងទៅនឹងមាត្រដ្ឋានផែនទី1លើ200,000ជាមួយកម្ពុជាសាររបស់លោកអនុទាននៅពេលនេះទី1គឺជាការបិទផ្លូវទាំងស្រុងដោយទាត់ចោលរាល់ឯកសារផ្លូវការដែលបន្សល់ទុកជាប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរក្នុងការកំណត់ព្រំដែនទាំងព្រំដែនគោកនិងព្រំដែនទឹកហើយជាការរុញស្ថានភាពឲ្យឡើងកម្ដៅដែលមានន័យថាយោធាទាំងពីរអាចនឹងប្រឈមមុខដាក់គ្នាសារជាថ្មីឡើងវិញចំណុចទី2អនុទានចង់បង្ហាញថាប្រតិបត្តិការយោធារបស់ខ្លួនទាំងពីរលើកគឺស្របទៅតាមផែនទីដែលខ្លួនមាននៅក្នុងដៃនិងស្របទៅតាមការអះអាងរបស់ខ្លួនថាដើម្បីការពារនៅអធិបតេយ្យជាតិរបស់ខ្លួនហើយជាការវាយបណ្ដេញកងទ័ពកម្ពុជាដែលកាន់កាប់លើទឹកដីដែលថៃចោទថាជាទឹកដីដែលកម្ពុជាឈ្លានពានពីថៃទៅវិញនោះចំណុចទី3ទំនងអនុទានបានស្ទាបស្ទង់អំពីជំហររបស់បារាំងនៅក្នុងចំនួនព្រំដែនមួយនេះប្រកបណាស់ទំនងបារាំងនឹងមិនអាចលូកដៃចូលជ្រៅក្រៅតែពីការជួយសម្របសម្រួលក៏ដូចជាការផ្ដល់ឯកសារក្នុងករណីដែលភាគីទាំងពីរត្រូវការប៉ុណ្ណោះហើយបើឲ្យបារាំងដើរតួនាទីនៅក្នុងការសម្រេចនិងជំរុញឲ្យថៃគោរពទៅតាមផែនទី1លើ200,000ដែលបន្សល់ទុកពីសម័យអាណានិគមនោះទំនងមិនអាចទៅរួចនោះទេលោកមេសវណ្ណរាប្រធានគណៈបកចំនួនថ្មីលើកឡើងថារដ្ឋាភិបាលកម្ពុជាត្រូវធ្វើលិខិតតវ៉ាផ្លូវការទៅនឹងការលើកឡើងរបស់រដ្ឋាភិបាលលោកអនុทินខ្ញុំថាការបដិសេធមិនទទួលស្គាល់នៃសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907នៃការដោះស្រាយបញ្ហាព្រំដែនពិសេសបញ្ហាទាក់ទងទៅនឹងការដណ្ដើមយកជាកម្មសិទ្ធិនៃប្រាសាទព្រះវិហារអីជាដើមកន្លងមកគឺយើងបានឈ្នះក្តីនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962រហូតដល់មកដល់ឆ្នាំ2013ក៏មានការទទួលស្គាល់ការឈ្នះក្តីការចង្អុលបង្ហាញពីតុលាការយុត្តិធម៌ទីក្រុងឡាអេ ICJ ចឹងអ្វីដែលនាយករដ្ឋមន្ត្រីអនុទាននៃប្រទេសសៀម
មិនទទួលស្គាល់ច្រានចោលបែបណានៅក្នុងផែនទីដែលយកមកវាស់វែងដែលទទួលស្គាល់ដោយអង្គការសហជីវជាតិតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិអីហ្នឹងគឺថាមានតែរាជរដ្ឋាភិបាលខ្លួនឯងប្រទេសកម្ពុជាហ្នឹងត្រូវធ្វើលិខិតបែបណាក្នុងការដាក់ទៅតុលាការយុត្តិធម៌ទីក្រុងឡាអេដើម្បីឲ្យដឹងថាតើអ្វីដែលប្រទេសសៀមបានច្រានចោលពិសេសនាយករដ្ឋមន្ត្រីមិនទទួលស្គាល់ផែនទីមួយលើខ្នាត2សែនហ្នឹងគឺយើងឃើញថាតើរដ្ឋាភិបាលសៀមចង់បានអីក្នុងការរកដំណោះស្រាយនៃបន្ទាត់ព្រំដែនក្នុងចម្ងាយដី805គីឡូម៉ែត្រពីខេត្តកោះកុងរហូតមកដល់ខេត្តព្រះវិហារនឹងយើងមិនទាន់និយាយអំពីព្រំដែននៅក្នុងព្រំដែនទឹកយើងនិយាយតែព្រំដែនគោក800គីឡូម៉ែត្រគឺយើងពឹងផ្អែកទៅនឹងសន្ធិសញ្ញាបារាំងសៀមដែលក្នុងអាណានិគមបារាំងហ្នឹងគឺថាបានយកអានឹងដើម្បីធ្វើជាគោលនៃបន្ទាត់ព្រំដែនតាមជួរភ្នំដងរែកលោកវ៉ាន់ចាន់ឡុតយល់ថានាយករដ្ឋមន្ត្រីថៃកំពុងគំរាមកម្ពុជាពីការផ្ទុះសង្គ្រាមព្រំដែនជាលើកទី3ការដឹងពីជំហរនេះហើយធ្វើឲ្យអនុទានហ៊ាននៅក្នុងការបង្ហាញជាសាធារណៈអំពីចេតនារបស់ខ្លួនក៏ដូចជាការតតចោលនៅផែនទី1លើ 200,000 តែម្ដងដោយឡែកសារចុងក្រោយមួយនេះក៏បានបង្កប់នៅរូបភាពនៃការគំរាមកម្ពុជារួចស្រេចទៅហើយប្រកាសណាស់ថៃក៏បានបង្ហាញថាខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការបើកប្រតិបត្តិការយោធាសារថ្មីឡើងវិញដែលខ្លួនហៅថាជាប្រតិបត្តិការដើម្បីការពារនៅអធិបតេយ្យក៏ដូចជាការដណ្ដើមយកនៅទឹកដីរបស់ខ្លួនពីកម្ពុជាមកវិញលោកមនិតកិនភាថាសាររបស់នាយករដ្ឋមន្ត្រីថៃមានចេតនាទាត់ចោលអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907ពិតណាស់វិហារសាស្ត្រនេះគឺបញ្ជាក់ច្បាស់ថាប្រទេសថៃអ្នកនយោបាយថៃជាពិសេសគឺនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នលោកអនុទាននេះគឺមានចេតនាចង់ទាត់ចោលនៅអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ក៏ដូចជាទាត់ចោលនៅផែនទីຂະຫນາດ1លើ 200,000 ដែលកំណត់ដោយអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមខាងលើនេះហើយយើងមើលជាទស្សនវិជ្ជាជាក់ស្ដែងពួកទាហានថៃកំពុងតែព្យាយាមប្រើប្រាស់កម្លាំងបាយកម្លាំងយោធាដើម្បីកែប្រែស្ថានភាពដើមនៃព្រំដែនបង្កើតជាតថភាពខុសច្បាប់ថ្មីមួយនៅលើដីរួចហើយគេព្យាយាមអូសបន្លាយពេលវេលាបង្កើតលេសសពសារពើទាំងអស់ដើម្បីឲ្យសហគមន៍អន្តរជាតិក៏ដូចជាប្រទេសកម្ពុជាយើងទទួលយកឬក៏ទទួលស្គាល់ការគ្រប់គ្រងជាក់ស្ដែងរបស់ពួកគេក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាទោះបីជាប្រទេសថៃខិតខំប្រឹងប្រែងបង្កើតអង្គហេតុប្រើប្រាស់កម្លាំងយោធាកែប្រែស្ថានភាពជាក់ស្ដែងនៃខ្សែបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយក៏គេអត់អាចបង្កើតភាពជាម្ចាស់សម្រាប់ខ្លួនឯងជាម្ចាស់ទឹកម្ចាស់ដីដែលពួកគេកំពុងតែឈ្លានពានកាន់កាប់គ្រប់គ្រងដោយខុសច្បាប់នោះទេហើយថៃក៏មិនអាចទាត់ចោលនៅអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ក៏ដូចជាផែនទីដែលជាឧបសម្ព័ន្ធនៃអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមនេះជាឯកតោភាគីបានដែរបើថៃនៅតែជជែកគឺថៃនឹងคล้ายទៅជារដ្ឋទំនើងនឹងคล้ายទៅជារដ្ឋឯកោពីសហគមន៍អន្តរជាតិជារដ្ឋក្រៅច្បាប់អន្តរជាតិហើយក៏មិនស័ក្តិសមជារដ្ឋដែលជាសមាជិកអាស៊ានសមាជិកអង្គការសហប្រជាជាតិឬក៏សមាជិកអង្គការអន្តរជាតិដទៃទៀតដែរលោកមេសវណ្ណរាយល់ថាអ្វីដែលកម្ពុជាត្រូវឆ្លើយតបទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃពេលនេះគឺត្រូវរកដំណោះស្រាយពីសហគមន៍អន្តរជាតិការបដិសេធការមិនទទួលស្គាល់របស់រដ្ឋាភិបាលសៀមក៏ដូចជានាយករដ្ឋមន្ត្រីអនុទានដែលបានអះអាងក្នុងប្រមាណថ្ងៃនេះគឺថាវាមិនសំខាន់នៅលើនាយករដ្ឋមន្ត្រីសៀមនោះទេសំខាន់នៅលើច្បាប់អន្តរជាតិសំខាន់នៅលើអង្គការសហជីវជាតិដែលយើងជាសមាជិកនៃអង្គការសហជីវជាតិពេញមុខពេញមាត់ហើយទទួលស្គាល់នៅក្នុងរដ្ឋធម្មនុញ្ញនៃអង្គការសហជីវជាតិយើងត្រូវរកដំណោះស្រាយដោយសន្តិវិធីនៅអ្វីជាដំណោះស្រាយបែបអាចទទួលយកគ្នាបានដោយគ្មានការរំលោភបំពានអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាចឹងហើយកម្ពុជាត្រូវតែបដិញ្ញាត្រូវមានភាពឆ្លាតវៃនៅក្នុងនយោបាយការបរទេសក៏ដូចជាច្បាប់អន្តរជាតិណា
បើកជាចំហជាដំណាភាពឲ្យរកពិហុគំនិតដោះស្រាយឲ្យគ្នាណានៅក្នុងអ្វីដែលយើងមានអ្នកច្បាប់ជាតិនិងអន្តរជាតិត្រូវធ្វើកិច្ចការនឹងដើម្បីឲ្យជ្រះស្រឡះជៀសវាងអរិភាពជៀសវាងបង្កើតនៅអស្ថិរភាពអសន្តិសុខប្រទេសជិតខាងជាមួយគ្នាគឺថាក្រៅពីយើងជួបនៅវិបត្តិវិនាសកម្មនៃសង្គ្រាមបល្ល័យមនុស្សជាតិសង្គ្រាមឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មមនុស្សប្រឆាំងមនុស្សធម៌អន្តរជាតិហើយធ្វើឲ្យប្រទេសជាតិទាំងសងខាងហ្នឹងរវាងប្រជាពលរដ្ឋសៀមប្រជាពលរដ្ឋខ្មែរមានសោកនាដកម្មទៅនឹងការស្លាប់បាត់បង់ជីវិតខូចហេដ្ឋារចនាសម្ព័ន្ធនយោបាយការទូតសន្តិសុខតាមព្រំដែនហើយធ្វើឲ្យប្រជាជាតិទាំងពីររឹសអើងបាត់នៅគុណតម្លៃនៃជីវិតបាត់នៅទំនាក់ទំនងការបរទេសសេដ្ឋកិច្ចចំនួនជួញដូរវាជារឿងដែលយើងត្រូវតែដោះស្រាយឲ្យចប់បញ្ហាដែលយើងត្រូវតែអនុវត្តទៅតាមច្បាប់អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិក៏ដូចជាតុលាការយុត្តិធម៌ទីក្រុងឡាអេវាសំខាន់នៅលើឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា